សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់កម្មវិធី Z Talk Podcast ក្នុងរដូវកាលទី1នៅក្នុងថ្ងៃនេះយើងមានភ្ញៀវរបស់យើងម្នាក់យើងកុំឲ្យចាំខាតពេលយូរយើងសូមស្វាគមន៍គាត់ទាំងអស់គ្នាសូមស្វាគមន៍បងស្រី សួស្តីបង សូមស្វាគមន៍អញ្ចឹងមុននឹងចូលកម្មវិធីបងចង់ឯងសម្រួលខ្លួនបន្តិចពីព្រោះបងអត់ចង់ឲ្យកម្មវិធីទៅដល់និយាយទៅដូចវា stress ហើយឲ្យយើងមានសម្ពាធអញ្ចឹងបើសិនជា microphone នេះវាអត់ស្រួលវាបាំងមកបាំងអីលើកបានអីបានអញ្ចឹងណាអូនហើយបើសិនជាអូនគិតថាចង់ដូរកន្លែងអង្គុយដូរអីសម្រួលបាន អូខេបង ភ័យអត់ ភ័យតិចតិច អត់ភ័យទេកុំភ័យបងគិតថាព្យាយាមធ្វើឲ្យកម្មវិធីនេះបែបសប្បាយវិញ អូខេបង អញ្ចឹងចំណងជើងរបស់យើងថ្ងៃនេះគឺនិយាយអំពីការបោះបង់ក្តីសម័យដែលយើងមានពីមុនមកមុននឹងចូលដល់សំណួរបងចង់ឯងណែនាំខ្លួនបន្តិច អូខេសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំសូលីណាឈឹមមកពីភ្នំពេញសប្តាហ៍ថ្ងៃរៀននៅសាកលវិទ្យាល័យ AIU ឆ្នាំទី2ផ្នែកគណនេយ្យ យេមុនដំបូងគាត់ថាគួរតែប្រាប់ថាឲ្យណែនាំអីខ្លះទៅកាមេរ៉ាតែឥឡូវចេះហើយ រៀបរោហើយ អូខេអញ្ចឹងសូលីណា ចាបង មុននឹងចូលដល់សំណួរធំបងចង់ដឹងពីគោលបំណងអនឡាញកាលពីមុនសិន ចា អនឡាញមុនដំបូងហ្នឹងអនឡាញចង់ធ្វើអីគេគោលបំណងធំអនឡាញហើយគោលបំណងហ្នឹងមានតាំងពីអាយុប្រហែលឬក៏ពីកម្រិតណានៃការសិក្សាមកហើយឥឡូវហ្នឹងបោះបង់វាចោលនៅឬក៏ទុកវាមួយតម្លៃសិនដើម្បីឲ្យយើងរស់បន្តទៅមុខសិន ចាបងតាំងពីក្មេងមកខ្ញុំគិតថាខ្ញុំមានដងតាំងពីកំណើតមកគឺខ្ញុំចង់ចូលចិត្តខាងរៀបចំផ្ទះខាងក្នុងដូចដល់ពេលរៀបចំផ្ទះខាងក្នុងអញ្ចឹងខ្ញុំមានអារម្មណ៍ថាចាប់បាក់ឌុបខ្ញុំគួរតែរៀន interior design អញ្ចឹងខ្ញុំចង់រៀន interior design ហ្នឹងតាំងពីថ្នាក់ទី8រហូតដល់ទី12ហ្នឹងខ្ញុំ ចូលដល់ middle school ចូលដល់អនុវិទ្យាល័យចាប់ដើមដឹងថាខ្លួនឯងចង់រៀនខាង design ផ្នែកក្នុងអាគារ ចាបងមុនដំបូងអត់ទាន់ដឹងថាខ្លួនឯងថាចង់រៀន interior design ហ្នឹងក៏រចនាបថអីទេគាត់ថាពេលថ្ងៃមួយហ្នឹងម៉ាក់ហៅទៅរៀបចំផ្ទះឬមួយក៏តុបតែងផ្ទះអីមួយដល់ពេលទៅខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តនៅក្នុងការជួយម៉ាក់រៀបចំផ្ទះឬមួយក៏រចនាបថអីផ្សេងអញ្ចឹងទៅដល់ពេលទៅបានដឹងខ្លួនឯងថាអូខ្លួនឯងចូលចិត្តខាងហ្នឹងហើយ អញ្ចឹងឥឡូវបងចង់ឲ្យឯងមើលទៅលើឆាករបស់យើងវិញដោយសារតែឯងប្រកាសជាមានគោលគំនិតតិចតួចហើយតែឆាកហ្នឹងខ្វះអីអត់ សម្រាប់ខ្ញុំគឺល្អហើយ credit ឲ្យ cameraman របស់យើងនឹងក្រោយបកែមែនតើ គាត់រៀបចំឆាកនេះ គាត់រៀបចំខ្លាំងជាងគេនេះគឺតភ្លើង អូតភ្លើងត្រូវ ភ្លើងក្រៅឯងហ្នឹងឆក់3ដង ឆក់3ដង មែនតើបលីលេង និយាយមែនតើគាត់តេស្តភ្លើងតេស្តឲ្យឆក់តេស្តឲ្យឆក់ តែឆាកស្អាតបង អរគុណច្រើនហើយក៏ credit ទៅ producer របស់យើងដែរ producer របស់យើងថារត់រៀបចំបានល្អមែនតើអញ្ចឹងមានគំនិតមួយគេនិយាយថាការដែលយើងបោះបង់នៅគោលបំណងរបស់យើងហ្នឹងគឺប្រៀបដូចយើងបោះបង់ចោលនៅអត្តសញ្ញាណរបស់យើងពីមុនមកអញ្ចឹងដូចជាបងអូនធ្លាប់និយាយមិញថាបងអូនចង់ខ្លាយទៅជាអ្នករចនាផ្ទៃខាងក្នុងរបស់អគារ interior design ខំរៀបចំខ្លួនខំធ្វើអ្វីៗទាំងអស់ដើម្បីឲ្យខ្លួនឯងហ្នឹងត្រៀមចូលរៀនសាលាខាងហ្នឹង ប៉ុន្តែចុងក្រោយមកបោះបង់ចោលតើបងប្អូនគិតយ៉ាងម៉េចដែរនៅពេលដែលពាក្យគេនិយាយថាការដែលយើងបោះបង់ចោលហ្នឹងវាប្រៀបដូចយើងបោះចោលអត្តសញ្ញាណរបស់យើងអញ្ចឹងតើខ្លួនរបស់យើងហ្នឹងដូចពីមុនទេ សម្រាប់ខ្ញុំសូមបកក្រោយបន្តិចខ្ញុំចង់ប្រាប់ពី background ខ្ញុំបន្តិចកាលពីខ្ញុំទី8ហ្នឹងខ្ញុំមិនមានអារម្មណ៍ថាតែចាប់បាក់ឌុបហើយតែពេលហ្នឹងខ្ញុំចាប់បាក់ឌុបថ្នាក់ទី11ដល់ពេលទៅខ្ញុំមានអារម្មណ៍ថាបើខ្ញុំឈប់ពីសាលាហើយចាប់បាក់ឌុបយកសញ្ញាបត្របាក់ឌុបហ្នឹងទៅរៀនផ្នែក interior design ហ្នឹងខ្ញុំដឹងថាខ្ញុំត្រូវដើរទៅមុខបន្តទៀតហើយតែចៃដន្យអីខ្ញុំមានអារម្មណ៍ថាមានកត្តាអីច្រើនដូចជាលុយកាក់ឬមួយក៏ពេលវេលាផ្សេងដែលសារតែរៀន interior design ហ្នឹងគឺត្រូវការពេលវេលាយូរហើយជួនកាលអ្នកខ្លះក៏ត្រូវរៀនពី4ទៅ5ឆ្នាំអញ្ចឹងវាពិបាកខ្លាំងដល់ពេលទៅខ្ញុំមានអារម្មណ៍ថាអូអញ្ចឹងតទី12ខ្ញុំនៅសាលារបស់ឯងរៀន ចាសាលាអង់គ្លេសហ្នឹងដល់ពេលទៅបន្ទាប់ពីបន្តហើយខ្ញុំមាននៅសល់ពេលមួយខែដើម្បីសម្រេចចិត្តដល់ពេលសម្រេចចិត្តហ្នឹងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំគិតថាទៅមុខអត់បានទេដោយសារលុយទី1ខ្ញុំដើររកសាលាច្រើនហើយសាលាដែលខ្ញុំពេញចិត្តហ្នឹងគឺ
ត្រូវការលុយកាក់ច្រើនហើយណាមួយគឺពេលដូចខ្ញុំនិយាយអញ្ចឹងពេលវេលាច្រើនហើយនិយាយរួមមានកត្តាជាច្រើនដែលខ្ញុំអត់អាចសង្ខេបបានដោយសារវាមាន problem បញ្ហា ជាច្រើនមកដល់ពេលទៅខ្ញុំក៏បោះបង់វាចោលមិត្តភ័ក្តិជាច្រើនដឹងថាខ្ញុំចង់រៀនអាហ្នឹងតែខ្ញុំក៏អត់គិតថាខ្ញុំបោះបង់ខ្លួនឯងចោលដែរដោយសារតែយើងគិតថាយើងដើរទៅមុខបន្តរហូតទៀតបើខ្ញុំមានគោលគំនិតថាទោះបីយ៉ាងណាក៏ដោយឲ្យតែយើងពុះពៀឬជំនះរឿងហ្នឹងមួយយើងអាចត្រឡប់មកក្រោយដើម្បីរៀនមុខវិជ្ជាហ្នឹងបានហើយអញ្ចឹងខ្ញុំអត់មានអារម្មណ៍ថាគិតពីអវិជ្ជមានអញ្ចឹងឬមួយក៏អីពេលហ្នឹងគឺអត់គិតរបៀបហ្នឹងហ្មងអញ្ចឹងសូណាបងចង់ឲ្យឯងត្រឡប់ទៅបន្តិចទៀតព្រោះបងមានអារម្មណ៍ថាឯងបានត្រៀមខ្លួនល្អមែនតើពេលដែលឯងរៀនចប់បាក់ឌុបពីព្រោះការពេលហ្នឹងឯងប្រាប់បងថាបើសិនបងចាំស្ដាប់អត់ច្រឡំណាពេលហ្នឹងប្រាប់ថាអូនចប់ទី12បាក់ឌុបរបស់សាលារដ្ឋមែនអត់ប៉ុន្តែអានេះទី11របស់សាលាអន្តរជាតិបងឯងប៉ុន្តែឯងពេលហ្នឹងគឺមានសញ្ញាបត្របាក់ឌុបហើយគឺមានសិទ្ធិក្នុងការទៅរៀនសាកលវិទ្យាល័យភ្លាមត្រៀមខ្លួនរួចរាល់មែនខ្លាំងមែនតើតែចុងក្រោយបានត្រឡប់180លើការ៉េផ្លាស់ប្ដូរនៅគោលបំណងទៅរៀនសាលាផ្សេងពេលហ្នឹងបានទៅមើលសាលាអីគ្រប់ហ្នឹងណាទៅមើលសាលាមើលតម្លៃមើលព័ត៌មានគ្រប់អស់សាលាពេលហ្នឹងនិយាយរួមបងខ្ញុំទៅមើលនៅសាលាភូមិន្ទវិចិត្រសិល្បៈតម្លៃល្អការបង្រៀនបង្ហាត់របស់គេក៏ល្អ system គេក៏ល្អតែមានសាលាផ្សេងទៀតដូចជាសាលាលីមកុកវិញសាលា Norton សាលាស៊ីតិចអីផ្សេងទៀតហ្នឹងគឺល្អដែរតែគ្រាន់តែដូចឆ្ងាយពីផ្ទះណាមួយគឺតម្លៃវាថ្លៃអញ្ចឹងមានតែសាលា Rufa សាលាវិចិត្រសិល្បៈហ្នឹងមួយឯងអូខេអញ្ចឹងសាលាបើសិនបងចាំអត់ខុសបើសិនបងចាំអត់ខុសណាសាលាភូមិន្ទវិចិត្រសិល្បៈដូចជាសាលាបរដ្ឋចាបងសាលាបរដ្ឋតម្លៃក៏ល្អហ្នឹងហើយព្រោះបងស្គាល់បងស្រីម្នាក់គាត់រៀនចប់ពីខាងនឹងខាងតន្ត្រីចាគាត់បើសិនជាបងចាំអត់ខុសទេគាត់ដូចជាខាងផ្នែក piano ល្អមែនតើគាត់រៀនចប់ហើយឥឡូវគាត់ធ្វើការនៅក្នុងសាលាដែលបងរៀនចប់ពីមុនមកវិទ្យាល័យដូចគ្នាបងចង់ត្រឡប់ទៅក្រោយបន្តិចទៀតពេលដែលឯងនិយាយថាមុនពេលឯងផ្លាស់ប្ដូរជំនាញឯងមករៀននៅនេះអញ្ចឹងគឺបងចង់ដឹងថាតើនៅពេលដែលឯងសម្រេចចិត្តអត់ទៅរៀននៅខាងរចនាផ្ទៃខាងក្នុងរបស់គៀងទេតើពេលនោះមានសម្ពាធមកពីណាសម្ពាធរឿងលុយឬក៏រឿងគ្រួសារដែលគេអត់ពេញចិត្តឬក៏រឿងអីផ្សេងទៀតរឿងផ្ទាល់ខ្លួនអីផ្សេងមកអត់បាននិយាយបានទេគឺសម្ពាធហ្នឹងគឺសម្ពាធខាងលុយកាក់ដោយសារតែរៀនផ្នែកហ្នឹងទោះបីថាសាកលវិទ្យាល័យហ្នឹងគឺតម្លៃធូរក៏ដោយតែដូចខាងរឿងកប៉ិចកប៉ុកទិញនេះទិញនោះដើម្បីសាងសង់ផ្ទះឬមួយក៏តម្លៃទិញអីរបស់របរដូចជា laptop ឬមួយក៏មួយកែតអីហ្នឹងគឺថ្លៃមក project ភាគច្រើនខ្ញុំស្ដាប់ឮពីបងសិស្សច្បងគាត់ឲ្យរបៀបថាយោបល់មកមក project អាចតម្លៃទៅ$100ឬមួយថ្លៃជាងហ្នឹងអញ្ចឹងខ្ញុំមានអារម្មណ៍ថាតម្លៃគឺថ្លៃខ្លាំងអញ្ចឹងប៉ាម៉ាក់ខ្ញុំអត់អាច support ខ្ញុំក៏ជួយខ្ញុំទៅនៅក្នុងបន្តទៅរៀនទៀតបានទេអញ្ចឹងសំណួរគឺចង់សួរថានៅពេលឯងបោះបង់គំនិតនៅការរៀនហ្នឹងតើឯងមានអារម្មណ៍ថាឯងបរាជ័យទេឬក៏ឯងមានអារម្មណ៍ថាតើគោលបំណងដែលឯងបោះបង់ហ្នឹងហើយមកចាប់យកជំនាញអីផ្សេងមករៀននៅក្រៅប្រទេសហើយមានscholarship មានការឧបត្ថម្ភឲ្យរៀនតិចតួចហ្នឹងតើឯងក៏គិតថាឯងកំពុងដើរនៅពីក្រោយគេអត់មុនដំបូងទៅខ្ញុំអត់គិតថាខ្ញុំដើរនៅពីក្រោយគេតែដល់ពេលតែខ្ញុំចាប់ដើមរៀនបាន1ឆ្នាំទៅ1ឆ្នាំកន្លះខ្ញុំមានអារម្មណ៍ថាខ្ញុំដើរក្រោយគេដោយសារតែមិត្តភ័ក្តិខ្ញុំគាត់អត់ចង់រៀនផ្នែកហ្នឹងឯងផ្នែក interior design ហ្នឹងដែរគាត់ចង់រៀនឯងតែគាត់បានឲ្យឱកាសទៅរៀនដល់ពេលគាត់ចាប់ដើមរៀនយូរទៅខ្ញុំឃើញ story គាត់របៀបថាគូប្លង់គាត់ធ្វើ rendering ដូចមានប្លង់នៅក្នុងផ្ទះចឹងខ្ញុំមានអារម្មណ៍ថាស្ដាយក្រោយបន្តិចតួចដែលថាយើងស្រឡាញ់ខាងហ្នឹងតែយើងអត់បានរៀនខាងហ្នឹងដោយសារតែកត្តាអីផ្សេងចឹងទៅទោះបីជាឯងមករៀនដល់នៅក្រៅប្រទេសហើយនៅតែស្ដាយដោយសារការអប់រំនៅក្នុងស្រុករបស់យើងចានៅខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ដឹងមិនដឹងថៃបានខ្ញុំស្ដាយដល់ថ្នាក់ហ្នឹងឯងការស្ដាយបងសុំបញ្ជាក់បងសុំសង្កត់បន្តិចទៀតតើស្ដាយហ្នឹងអូនស្ដាយដោយសារតែវាមិនមែនជាអ្វីដែលឯងស្រឡាញ់ពីក្មេងមកឬក៏ប្រព័ន្ធអប់រំនៅស្រុកដែលឯងកំពុងតែរៀនហ្នឹងវាអត់ដល់នៅអ្វីគិតថាឯងអត់អាចដល់នៅការរំពឹងទុករបស់ឯងការស្ដាយរបស់ខ្ញុំហ្នឹងមិនមែនដោយសារតែប្រព័ន្ធអប់រំគឺប្រព័ន្ធអីគឺស្ដាយដែលចង់អត់បានរៀនមុខវិជ្ជាដែលខ្ញុំចង់រៀនហ្នឹងឯងស្រឡាញ់ចាអូ
ចឹងមានអីថែមទៀតទេការស្ដាយក្រៅពីស្ដាយអត់បានទៅរៀនហ្នឹងមកនៅនេះមានអីស្ដាយទៀតទេ ក្រៅពីហ្នឹងខ្ញុំស្ដាយត្រង់ថានៅនេះខ្ញុំនៅក្នុង campus តែមួយទេតែបើខ្ញុំនៅផ្ទះខ្ញុំអាចexplore ឬមួយក៏មាន connection ច្រើនរហូតមកដល់ឥឡូវហ្នឹងអនឯងស្ដាយខ្លាំងតើការដែលអនឯងរងសម្ពាធឬក៏អនឯងស្ដាយក្រោយក្នុងការទៅរៀននៅជំនាញផ្សេងហ្នឹងការស្ដាយហ្នឹងបានថយខ្លះនៅមកដល់ឥឡូវហ្នឹងមើលថានិយាយថាស្ដាយខ្ញុំស្ដាយខ្លាំងដែលថាខ្ញុំអត់បានរៀនមុខវិជ្ជាហ្នឹងតែមិនមានន័យថាខ្ញុំស្អប់មុខវិជ្ជាដែលខ្ញុំរៀនរាល់ថ្ងៃហ្នឹងឯងអញ្ចឹងដល់ពេលចាប់ដើមមុនដំបូងពេលខ្ញុំរៀនគណនេយ្យហ្នឹងទៅខ្ញុំមានអារម្មណ៍ថា enjoy យើងចាប់ដើមសប្បាយក្នុងការរៀនណាតែដល់ពេលចាប់ដើមរៀនយូរទៅមេរៀនក៏ពិបាកហើយក៏ចាប់ដើមធុញដល់ពេលទៅអាការស្ដាយហ្នឹងគឺទុកម្លេចអាការស្ដាយទុកម្លេចដោយសារតែខ្ញុំម្ល៉េះតែខ្វល់ពីរឿងរៀនគណនេយ្យរបស់ខ្ញុំហ្នឹងដល់ពេលទៅស្ដាយតែទុកម្លេចសិនទៅសំណួរចុងក្រោយបងចង់សួរហ្នឹងគឺថាតើអនឯងមានគម្រោងបើសិនអនឯងគិតថាមិនអនឯងថារៀនចប់ឲ្យជំនាញគណនេយ្យហ្នឹងសិនបន្ទាប់ពីអនឯងរៀនចប់តើអនឯងនឹងត្រឡប់ទៅគោលបំណងចាស់អនឯងទៅរៀនតវិញអត់ឬក៏អនឯងគិតថាគោលបំណងហ្នឹងកប់ចោលហើយលែងរៀនតហើយគឺរៀននេះចប់ហើយធ្វើការជាអ្នកកាន់លុយគណនេយ្យករក្នុងធនាគារអីផ្សេងអញ្ចឹងណាសម្រាប់ខ្ញុំនៅតែចង់រៀនផ្នែកគណនេយ្យហ្នឹងបន្តរហូតហើយក៏ចាប់ដើមគ្រោងជីវិតខ្ញុំនៅក្នុងមុខវិជ្ជាហ្នឹងដែរក៏ប៉ុន្តែមួយគំនិតដូចគំនិតមួយទៀតខ្ញុំចង់របៀបថាពេលខ្ញុំសន្សំលុយបានហើយមានការងារល្អបានហើយបើពេលណាមួយខ្ញុំអាចបញ្ឈប់ការងារហ្នឹងហើយទៅរៀនវិញបានខ្ញុំនឹងរៀនតក្នុង interior design ហ្នឹងជំនាញដែលអនឯងពេញចិត្តពីក្មេងមកខ្ញុំអត់ទុកវាកប់ចោលឬមួយក៏អីទេតែណាមួយឥឡូវហ្នឹងទោះបីយើងអត់បានរៀនមុខវិជ្ជានឹងជារបៀបថា major ក៏ដោយក៏យើងអាចមានក៏គេបើកថ្នាក់បង្រៀនអារបៀបជា course ចាអញ្ចឹងខ្ញុំគាត់ថាទោះយើងមិនចាំទុកវាចោលឬមួយក៏ទាត់វាចោលយើងអាចទៅរៀនតរបៀបថ្នាក់ខ្លីៗនឹងបានដើម្បីធ្វើយកចំណេះដឹងទាំងអស់ហ្នឹងធ្វើជា hobby ឬមួយក៏អីបន្តទៀតប៉ុន្តែអ្វីដែលខ្ញុំចង់បាននេះគឺសម្រាប់សិស្សច្បងដែលកំពុងតែរៀនបើសិនជាបានមើលវីដេអូនេះកំពុងតែរៀនថ្នាក់ Interior Design មានយោបល់អ្វីដើម្បីលើកទឹកចិត្តដល់សូលីណាសម្រាប់ការបន្តដំណើររបស់គាត់បងប្អូនអាច comment នៅខាងក្រោមបានសម្រាប់បើយើងអាចទៅមើលទៅសូលីណាអាចមើលក្នុងការលើកទឹកចិត្តសូលីណាបន្តណាបើសិនជាសូលីណាគាត់ថាគាត់រៀនចប់ខាងគណនេយ្យនេះគាត់នឹងមានឱកាសរៀនថ្នាក់ខ្លីៗដើម្បីចាប់យកជំនាញ Interior Design បន្តទៀតចាអូខេសូលីណាបងអត់ដឹងថាជីវិតបងឯងនៅក្នុងផ្នែកចម្លងវិញ្ញាណបែបណាទេឥឡូវហ្នឹងចាពីព្រោះបងមានរឿងមួយចង់លើកទឹកចិត្តខ្លួនឯងបងដឹងថាខ្លួនឯងកំពុងតែបាក់ទឹកចិត្តខ្លាំងហើយដូចគ្នាដែរខ្លួនឯងកំពុងតែខំរៀនខ្លាំងផ្នែកគណនេយ្យដូចគ្នាចាក៏មិនមែនសិស្សខ្សោយដែរសិស្សល្អដូចគ្នាក្នុងសាលានេះអញ្ចឹងរឿងមួយហ្នឹងគឺរឿងនិយាយអំពីរឿងស្ដេចដាវីតបើសិនជាបងប្អូនដែលកំពុងតែទស្សនាអត់ស្គាល់ស្ដេចដាវីតជានរណាគេគឺជារឿងតួអង្គមួយក្នុងព្រះគម្ពីរសាសនាគ្រីស្ទស្ដេចដាវីតមានគោលបំណងធំក្នុងការធ្វើព្រះវិហារឲ្យព្រះប៉ុន្តែទោះបីជាគាត់នឹងមានគោលបំណងយ៉ាងណាក៏ដោយពួកស្ដេចមានលុយមានអំណាចមានអាចពជាមនុស្សធ្វើបានធ្វើព្រះវិហារព្រះបានប៉ុន្តែព្រះបាននិយាយជាមួយគាត់ប្រាប់ឲ្យច្បាស់ថាអ្នកឯងមិនមែនជាមនុស្សដែលសមនឹងធ្វើឲ្យខ្ញុំទេគឺគោលបំណងមួយហ្នឹងគឺព្រះប្រាប់ថាអ្នកឯងអត់សមធ្វើឲ្យខ្ញុំទេអញ្ចឹងធ្វើម៉េចដាវីតត្រូវស្ដេចដាវីតហ្នឹងត្រូវបោះបង់នៅគោលបំណងធំរបស់គាត់នឹងចោលទោះបីគាត់មានលុយទោះបីមិនអត់ប្រាប់ថាអូនអត់មានថវិកាដើម្បីរៀនចាស្ដេចដាវីតមានប៉ុន្តែព្រះថាអត់អញ្ចឹងដូចគ្នាដែរសម្រាប់អ្នកដែលជឿព្រះដូចជាបងអ្នកជឿព្រះឬក៏អូនបងដឹងថាខ្លួនឯងជីវិតពលឹងវិញ្ញាណឯងប៉ុណ្ណាទេបងអត់ចង់និយាយខ្លាំងក្នុងពលឹងវិញ្ញាណពីព្រោះបងប្អូនដែលស្ដាប់ក៏គាត់អត់សូវយល់ពីព្រះគឺថាយើងចង់យើងយល់ពីគាត់ដែរព្រោះយើងអ្នកជឿហើយអ្នកអត់ជឿខុសគ្នាហើយបងអត់បានបខំឲ្យបងប្អូនទៅជឿនៅលើអ្វីដែលខ្ញុំជឿដែរព្រះយើងទាំងអស់គ្នាដើរតាមអ្វីដែលព្រះមានបំណងឲ្យយើងបងគិតថាបងអត់ចង់គិតអវិជ្ជមានចំពោះអ្វីដែលឯងរៀនរាល់ថ្ងៃនោះទេក្នុងគណនេយ្យក្នុង accounting
មុខវិជ្ជាគណនេយ្យទេប្រហែលជាព្រះមើលឃើញថាអនឯងកំពុងតែរៀនហ្នឹងទោះបីអនឯងមិនទាន់ពេញចិត្តខ្លាំងប៉ុន្តែមានបត្ថប្រយោជន៍ក្នុងអនាគត ក៏យើងមើលអត់ដឹង យើងមើលអត់ដឹងអូខេអញ្ចឹងអនឯងយល់ពីគោលបំណិតហ្នឹងមែនអត់ ចា ព្រះមើលឃើញជីវិតរបស់យើងឆ្ងាយជាងអ្វីដែលយើងមើលឃើញហើយយើងជាអ្នកជឿព្រះយើងទុកចិត្តលើព្រះខ្លាំងជាងយើងទុកចិត្តលើផែនការរបស់យើងខ្លួនឯងបើសង្ឃឹមថាពាក្យនេះអាចលើកទឹកចិត្តអូនខ្លះហើយឲ្យអូនខំរៀនអ្វីដែលអូនឯងកំពុងតែរៀនបញ្ចប់បើសិនជាព្រះបើកផ្លូវអូនទៅរៀននៅជំនាញបន្តទៀតដែលអូនឯងចង់បាន ចា មុននឹងបញ្ចប់ខ្ញុំចង់ឲ្យសូរណាបន្ថែមនៅអ្វីដែលគាត់កំពុងតែចង់និយាយប្រហែលជាគាត់មានអីខ្លះដែលចង់បន្ថែមទៅទៀតចង់ឲ្យមានអីថែមទៅបងប្អូនយើងទេឬក៏ទៅនិយាយបងក៏បានដែរ តាមពិតរឿងមួយគឺជាកត្តាដ៏ធំមួយដែលធ្វើឲ្យខ្ញុំសម្រេចចិត្តមក AIU តាញ់មកបានប្រាប់បងឯងដូចរឿងមួយគឺភាគច្រើនសាលានៅខ្មែរភាគច្រើនគេរៀននៅថ្ងៃសៅរ៍ដល់ពេលយើងជាគ្រីស្ទានមួយយើងអត់ចង់រៀនថ្ងៃសៅរ៍ទេត្រូវអត់យើងចង់ទៅព្រះវិហារដើម្បីថ្វាយព្រះអង្គដើម្បីថ្វាយអង្គមនៅវិហារវិញអញ្ចឹងជីវិតបងប្អូនជាមួយនឹងជាមួយព្រះហ្នឹង ចា ល្អតាំងពីមុនអូនមកសាលាមកស្រុកមកក្រៅប្រទេសហ្នឹងទៀតអញ្ចឹងគោលបំណងមករៀននៅក្រៅប្រទេសគឺដោយសារតែសាលានៅក្រៅប្រទេសនេះគេឈប់ថ្ងៃសៅរ៍ ចាសាលានៅនេះយើងមិនឈប់ថ្ងៃសៅរ៍ បាទ ដល់ពេលអញ្ចឹងទៅធ្វើឲ្យយើងមានឱកាសដើម្បីទៅថ្វាយអង្គមជាមួយព្រះអង្គបាន អូខេ ហើយណាមួយសាលានៅក្រៅភាគច្រើនជាសាលាខាង លោកី ចាខាងលោក ជាទូ ី ទៅ ដល់ពេលទៅជួនកាលខ្ញុំមានអារម្មណ៍មួយថារបៀបថាតិចខ្ញុំវាចទៅខាងរឿងមែន អូខេអូខេបងយល់តែជាគួរឲ្យគោរពមែនទែនសម្រាប់ជំរើសមួយដែលបងអូនរើសមករៀននៅសាលានៅក្រៅប្រទេសទោះបីឆ្ងាយពីផ្ទះទោះបីជាដូរនៅគោលបំណងរបស់ខ្លួនឯងតែចុងក្រោយបងឯងរើសនៅចិត្តព្រះជាជាងទៅរៀនដើម្បីយកគោលបំណងរបស់ខ្លួន ចា វាជាប់ជាមួយរឿងរបស់យើងដែរគឺយើងតាមបំណងហត្ថរបស់ព្រះណាអូខេអញ្ចឹងបងប្អូនអរគ្នាសម្រាប់បងប្អូនណាដែលកំពុងតែមើលវីដេអូនេះហើយមានអារម្មណ៍ថាវីដេអូរបស់នេះកំពុងតែប៉ះពាល់ដល់បងប្អូនអរគ្នាហើយបងប្អូនកំពុងតែមានសម្ពាធផ្នែកផ្លូវចិត្តឬក៏សម្ពាធផ្នែកគ្រួសារបងប្អូនអាច comment ពាក្យថា emotion យើងនឹងផ្ញើនៅសៀវភៅ Secret of Emotion អាចកំបាំងនៃអារម្មណ៍ទៅដល់បងប្អូនអរគ្នាដោយ free ហើយបងប្អូនអាច comment ជាមួយយើងនៅខាងក្រោមនេះយើងនឹងផ្ដល់នៅវីដេអូសៀវភៅនោះទៅដល់បងប្អូនអរគ្នាអញ្ចឹងនៅក្នុងភាគនេះខ្ញុំគិតថាវីដេអូរបស់យើងក៏បានដល់ទីបញ្ចប់ហើយអរគុណសូលេណាមែនទែនដែលបានចូលរួមពេលវេលាដ៏មានតម្លៃមកចូលរួមជាមួយយើងហើយសង្ឃឹមថាបងប្អូនបញ្ចប់នៅជំនាញគណនេយ្យបងប្អូនដោយនៅក្នុងតារាងឈ្មោះល្អហើយមានការងារធ្វើក្នុងអនាគតល្អបងចង់ឲ្យឯងមើលវីដេអូនេះនៅពេលដែលឯងចប់រៀនចប់ 5-6 ឆ្នាំក្រោយមកមើលវីដេអូវិញថាកាលនោះខ្ញុំនិយាយរឿងនេះ តើឥឡូវនេះខ្ញុំដើរដល់ចំណុចណាហើយអូខេអញ្ចឹងយើងមានតែជម្រាបលាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងចុងក្រោយសូមជម្រាបលាបាយបាយ